នុញ្ញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកតាមដានទស្សនាជាមួយនឹងកម្មវិធីនិទានរឿងពិតតាមភូមិបាទថ្ងៃនេះដែរក្រុមការងាររបស់យើងគឺមានរឿងមួយទៀតហើយសម្រាប់ចែកជូនដល់បងប្អូនឲ្យបានស្ដាប់ក៏ដូចជាទស្សនាទាំងអស់គ្នាផងដែរចា៎បាទហើយមុននឹងចូលសាច់រឿងរបស់យើងក៏សូមអធិស្ឋានក៏ដូចជាអភ័យទោសដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគឺថាបើសិនជាក្រុមការងារយើងមានពាក្យពេចន៍ខុសឆ្គងដោយប្រការណាមួយសូមអធិស្ឋានដោយអភ័យទោសបាទស្ដាប់ទៅមិនសមរម្យអីហ្នឹងបាទលើកលែងទោសឲ្យក្រុមការងារយើងផងបើសិនជាពួកខ្ញុំនឹងក្រុមការងារនិយាយទៅវាមានការលើសលួសឬមួយក៏ខ្វះខាតឬក៏ពាក្យណាដែលមិនសមរម្យបងប្អូនអាចខមមិនប្រាប់ពាក្យខ្លះជាពាក្យដែលយើងអត់ដែលនិយាយដូចជាភាសាឧទាហរណ៍ណាបងឧទាហរណ៍ថាភាសាលោកឬមួយក៏ភាសាបាលីហ្នឹងហើយអញ្ចឹងពួកខ្ញុំនេះគឺអត់ដឹងអញ្ចឹងបើសិនជាមានអ្វីដែលខុសឆ្គងឬមួយក៏ខ្វះខាតបងប្អូនអាចខមមិនប្រាប់ថានឹងគេធ្វើមិនគេនិយាយមិនចាបាទទទួលការរិះគន់ដើម្បីស្ថាបនាទាំងអស់គ្នាបាទហើយមួយទៀតក៏ជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់កម្មវិធីរបស់យើងនេះគឺទទួលនៃរឿងពេលដែលបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានរឿងដើម្បីចង់ចែករំលែកដល់ក្រុមការងារយើងក៏អាចទំនាក់ទំនងតាមលេខ Telegram នៅលើកញ្ចក់ទូរស័ព្ទរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាមកក្រុមការងាររបស់យើងដើម្បីចែករំលែកជាមួយនឹងរឿងក៏ដូចជាពុកម៉ែបងប្អូនអាចមកដល់ទីកន្លែងនេះផ្ទាល់ដើម្បីចែករំលែកដោយខ្លួនឯងបើសិនជាមានរឿងតាក់ទងជាមួយនឹងពពួកនៃអមនុស្សចា៎បាទបើបងប្អូនមិនចង់មកបងប្អូនអាច voice ជាសលេងឬមួយក៏តែរមកឬមួយក៏ឆាតតែបើបងប្អូនហ្នឹងខ្ញុំអត់ហ៊ាននិយាយទេនិយាយទៅអាចនឹងខ្លាចប៉ះពាល់ចាបងប្អូនគ្រាន់តែ voice ជាសលេងមកពួកខ្ញុំខាងខ្ញុំគឺអត់អាចប្រាប់ទីតាំងទេអញ្ចឹងលក្ខណៈថាបងប្អូនមិនហ៊ានបញ្ចេញទេខ្លាចប៉ះពាល់ទីតាំងឬក៏ទីកន្លែងគឺក្រុមការងារពួកខ្ញុំគឺលាក់ឲ្យអត់ឲ្យដឹងថាកន្លែងហ្នឹងគឺជានៅទីណាអីចឹងណាមិនបាច់ភ័យមិនបាច់ខ្លាចប៉ះពាល់អីទាំងអស់ចាអញ្ចឹងបន្តមកទៀតគឺយើងចូលសាច់រឿងរបស់យើងតែម្ដងចាបងបាទសាច់រឿងនេះគឺសាច់រឿងរបស់ខ្ញុំផ្ទាល់តែម្ដងចាបងចាដែលខ្ញុំចូលជាសិល្បៈមុនដំបូងដូចថាចូលថតបាទព្រោះខ្ញុំបានពេលដែលថតហ្នឹងគឺខ្ញុំបង្កើតជាក្រុមមួយដើម្បីថតជាលក្ខណៈថាថតជាលក្ខណៈថាកំ pl ែងខ្លីៗអីចឹងណាបាទវីដេអូខ្លីៗចាអញ្ចឹងខ្ញុំបានបង្កើតជាក្រុមគ្នាខ្ញុំប្រហែលជា4ទៅ5នាក់ចាបងពេលហ្នឹងគឺខ្ញុំបង្កើតក្រុមហើយគឺមាន admin របស់ខ្ញុំមួយគាត់ដូចថាគាត់ចេះធ្វើខាងផ្នែក YouTube អីចឹងទៅចាបងចាបាទអញ្ចឹងពួកខ្ញុំខាងកាន់កាមេរ៉ាក៏ដូចជានិពន្ធជាសាច់រឿងឡើងដើម្បីទៅថាប៉ុន្តែពេលហ្នឹងគឺយើងពិបាកទាំងអស់គ្នាចាបងបាទពិបាកទាំងអស់គ្នាដោយសារតែយើងអត់ទាន់មានtechnique និងយុទ្ធសាស្ត្រអីដើម្បីថាទើបតែកវែកកឆ្នាំងអត់ទាន់ដឹងថាtechnique កន្លែងនេះមិន technique ខាងនោះមិនឬមួយក៏អ្វីទេស្អាតទាំងអស់គ្នានេះដូចវាថាចាប់ដើមពីកម្មទី1ទៅចាហើយក៏មានបងប្រុសហ្នឹងគាត់បបួលខ្ញុំធ្វើគាត់ថាឃើញគេធ្វើបានលុយច្រើនអីចឹងណាគាត់បបួលអញ្ចឹងគឺថាពេលដែលបានលុយមកគឺចែកគ្នាស្មើទាំងអស់គ្នាដូចថា10នាក់អញ្ចឹងចែកស្មើទាំងអស់គ្នាទាំង admin ទាំងអ្នកតួសម្ដែងឬក៏អ្នកដឹកនាំលើអ្នកដែលថារៀបចំនៅក្នុងនិយាយរួមទៅអ្នកនៅក្នុងនោះប្រហែលអ្នកគឺក្រុមបងចែកស្មើគ្នាទាំងអស់បាទតាមគ្នាយើងមានប្រហែលអ្នកអីបានអ្នកអញ្ចឹងទៅខ្ញុំចាប់ដើមថតអញ្ចឹងទៅគឺប្រហែលបានជាលក្ខណៈថាមួយខែកន្លះចាពេលដែលមួយខែកន្លះអញ្ចឹងទៅខ្ញុំក៏ទៅប្រាប់អូនខ្ញុំគាត់រៀននៅថ្នាក់ទី10ពេលហ្នឹងគឺប្អូនស្រីខ្ញុំរៀនថ្នាក់ទី10ខ្ញុំក៏ពិបាករកសាច់រឿងពេកខ្ញុំពិបាករកសាច់រឿងណាមិនដឹងនិពន្ធពីអីទៅអីទេព្រោះយើងអត់ចេះហ៎ចាបាទព្រោះយើងអត់ចេះខ្ញុំប្រាប់ប្អូនស្រីខ្ញុំថាអូនឯងអ្នក
đại hiền mất phe anh anh miền này che nị pôn hưởng on ra ai mơ kia hai nị pôn là hưởng clay clay nắng vô mà ỏi bòn máu bón nâng ỏi lùi khla chai bón vô tờ lê sậy rương bón vô tờ lê vừa sạch rương xe bàn bọc bài máu bón vô tờ lê vừa sạch rương đâm bấy trên vừa sạch rương hỏi bón mình tha mình ỏi lùi thì bón ỏi lùi anh tại vô ỏi mệt cái anh chai nha chân đó bà chấn vì vậy ngay cả lọn máu kia vô cái đạc mặt lật vô mà ỏi khi nhom ôn nữaแต่เป้ขยม ใส่บ่อยปากกานั่น โอนใส่ขยมปากกา จ้ามึงจ้า เกมีนจิตสัจเรื่องเซมอบอกบายให้เป้ได้ขยมอ่านตั้งวิเลกหนักกับเพลงเลกหนักท่า เรื่องนั้น สัจเรื่องละอ๋อ ใส่เรื่องละอ๋อแต่เลกหนักท่าใส่เรื่องใบจีกับเพลง ใบจีกับเพลงยมอ่านแล้วก็เศร้าอีกเด้อ จ้า เรื่องนี้ละอ๋อแต่เป้ให้ยมก็สวยแต่โอนใส่ยมท่าเจ้าสัจเรื่องนั้นบ้านปีนามาจ้าบ้าcái tham mật phẹt bọc kê mật phẹt bọc kê vô bị sòng xa cái ỏi mật phẹt vô bị sòng xa một tiện nó vô mọi ôn sấy bọn ai ôn sấy vô mọi bọn anh thôi tao pe húi nhóm vô hưởng nắng hệ vô ta ỏi admin mờ ra sạch hưởng lỗ ở đợt ban sạch hưởng chẳng lỗ pe chẳng tới quạt trong xu hồ nẹt đi pôn hướng đó nghe nhớ quật có xong trong xu tha hồ nẹt đi pôn hướng khi nhóm có trào chiều tam ôn sấy từ đó là mật phẹ ôn sấy đầm bấy sông lê nẹt đài đi pôn hướng này dùng màu bà về hỏi có bàn mền bàn squat lê tầng lê telegram lê đi chân tấu có tiện tuồng hỏi sông quạt oi máu hạ cài chim mùi bà xôm quạt oi máu hạ cài chim mùi nâng crom giường bà của nhóm ở ban picru chim mùi nâng admin hơi hỏi thá bờ sân chỉ quạt ai máu bán cứ máu cả lấy nạ nấu lừa quạt bài tức ấy lừa quạt ở quạt admin bạch chầm này ấy tầng ở bàn đôi chặt cho vậy thằng quạt màu hay cứ ca rập rôn chầm này chầm ấy tầng ở nơi lừa quạt bán đôi chật cứ quạt màu mền quạt máu bàn tay quạt mình chỉ một lúc thom đá mà chỉ một lúc thom đá nó quạt chỉ một lúc lẹ cái nào tha bay mệt bong trong vậy tha quạt che với muối rồi muối của quạt nó ai khơi như với muối rồi muối của quạt nó ai việc tha quạt lọp riêng pôn rương rồi của mình dạng mệt quạt cứ chia một lúc đài riêng môn cúm quạt chiêm lũ đại riêng môn cúm để quạt đào pleu lẹt nè tha vậy đúng tha mình đôi dương chiêm lũ xăm anh thôi mà đà mình đôi chiêm mình đôi dương xăm anh thôi mà đà pe đại quạt màu pe đại quạt châu mà đọp tẹt admin nhom toán cứ nhom còn làสังเกต khơi nhom bênอายุ bong quạt lực đạiสเปซสำหรับสู้quạt ប៉ុន្តែគាត់គាត់អត់មានស្ពះយើងវិញទេគាត់អត់ហ៊ានលើកដៃស្ពះយើងវិញទេគឺគាត់ងងទេបាទចាហ្នឹងហើយហើយពួកខ្ញុំក៏អត់មានគិតអីច្រើនដែរនឹងតែគាត់ប៉ុន្តែចាប់អារម្មណ៍ថាចុះហេតុអីប្រពៃណីរបស់ខ្មែរយើងជួបគ្នាតែងតែសម្រាប់សួរគ្នាប៉ុន្តែគាត់ហេតុអីក៏មិនអាចលើកដៃស្ពះយើងដែលជាអាយុច្រើនជាងគាត់បានហ្នឹងអាយុបងគាត់ខ្ញុំសុំកាត់បងតិចមិនបាច់ថាអាយុបងទេតែយើងស្គាល់អ្នកណាដំបងគឺយើងតែងតែជួបគ្នាមិនថាទីគេអាយុប៉ុណ្ណាវ័យប៉ុណ្ណាពេលដែលជួបគ្នាដំបងដែលយើងអត់ស្គាល់គេហើយយើងទៅដល់កន្លែងការងារក្រុមហ៊ុនឬមួយក៏កន្លែងណាក៏ដែរយើងតែងតែលើកដៃជំរាបសួរពួកអីវាគឺជាវប្បធម៌របស់ខ្មែរយើងជាការរាក់ទាក់មិនអញ្ចឹងតែដល់ពេលគាត់ធ្វើអញ្ចឹងមានអារម្មណ៍ថាឆ្កងបាទមិនដឹងជាថាក្នុងចិត្តគាត់គិតអ្វីឬក៏គាត់មិនអាចលើកដៃស្ពះយើងវិញបានអីចឹងទេកញ្ញាបាទបន្តសាច់រឿងបាទពេលដែលគាត់ចូលមកដល់គឺគាត់មិនបានមើលមុខយើងឲ្យចំទេគឺគាត់កលេចឆ្វេងកលេចស្ដាំលក្ខណៈថាជុំវិញផ្ទះនឹងមានអីអត់មានដូចថា
ដោយថាផ្លូវងឹតរបស់គាត់ចូលមកគឺគាត់សម្លឹងមើលថាតើជ្រុងខាងនេះមានអីដូចថារារាំងគាត់មិនឲ្យចូលអត់ ចា ហ្នឹងហើយពេលដែលគាត់ចូលមកមានរឿងចម្លែកកើតឡើង បាទចង់និយាយនេះគាត់ខ្លាំងហ្មងគាត់ឈានជើងចូលដល់ផ្ទះគេចង់និយាយផ្ទះ admin ផងបងឯងហ្នឹង បាទ គឺឲ្យមានរឿងចម្លែកកើតឡើងហ្មង ថ្ងៃទី1ពេលដែលគាត់ចូលមកដល់គឺពេលដែលគាត់ចូលមកដល់គឺមានភ្លៀងខ្លាំងហ្មងភ្លៀងខ្លាំងដូចថាបើសិនជានេះគឺហាមគាត់មិនឲ្យទៅវិញ អូ បាទ ចា ហាមគាត់មិនឲ្យទៅវិញមិនដឹងថាជាអ្វីទេខ្ញុំក៏អត់ដឹងច្បាស់ដែរទៅតែពេលហ្នឹងគឺពេលដែលគាត់ចូលមកដល់ហ្នឹងគឺភ្លៀងខ្លាំងហើយយើងចាប់ផ្ដើមនិយាយការងារជាមួយគាត់ ចាបង បាទនិយាយការងារជាមួយគាត់ហើយក៏គាត់សួរថាតើគាត់អាចនៅទីហ្នឹងបានអត់ គាត់សួរអញ្ចឹងហ្មង តើគាត់អាចនៅទីហ្នឹងបានអត់ថាពួកយើងទាំងអស់គ្នាគាត់ថានៅបានប៉ុន្តែត្រូវនិពន្ធជាសាច់រឿងឬក៏ដឹកនាំរឿងដឹកពួកខ្ញុំដឹកនាំពួកខ្ញុំដើម្បីសម្ដែងជាសាច់រឿងកំ pl ែងអីអញ្ចឹងណាបាទអញ្ចឹងគាត់ក៏ឆ្លើយថាអូខេគាត់ឲ្យតែមានកន្លែងហូបកន្លែងចុកមានកន្លែងស្នាក់នៅគឺគាត់អាចធ្វើបានព្រោះគាត់ធ្លាប់ដឹកនាំរឿងពីមុនមក គាត់ជាអ្នកដឹកពីមុនមកដែរ ប៉ុន្តែមិនដឹងថាពិតឬក៏មិនពិតទេ ចា គាត់អះអាងថាខ្លួនគាត់ជាអ្នកដឹកនាំរឿងពីមុនមកបាទម្លងបានប្រហែលជាកន្លះខែក៏ចេះតែមានរឿងអកម្មកុសកើតឡើងហើយក៏ខ្ញុំបានសម្គាល់ពេលដែលគាត់មកពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគាត់បាននិយាយពីរឿងផ្លូវងងឹតរបស់គាត់ប្រាប់ដល់ក្រុមការងារដែល គាត់ចូលមកធ្វើការជាមួយពួកក្រុមបងហើយគាត់តែងតែលើករឿងផ្លូវងងឹតហ្នឹងមកនិយាយប្រាប់ថានិយាយពួកខ្ញុំចេះថានិយាយអីចឹងទៅគាត់ក៏និយាយចូលមកថាអានឹងវាចេះត្រូវធ្វើមិនត្រូវធ្វើអីចឹងណា ចា បាទអញ្ចឹងក៏ខ្ញុំចាប់អារម្មណ៍ថាគាត់ប្រហែលជាខ្លាំងដែរអញ្ចឹងណា ចា បាទ នឹងបងចាប់ដើមសង្ស័យគាត់ចាប់ដើមដឹងហើយថាគាត់អាចនឹងចេះផ្លូវហ្នឹង បាទហើយពេលខ្លះខ្ញុំសម្គាល់ឃើញថាពេលដែលគាត់ពេលដែលថ្ងៃលិចរៀងមេឃនៅភ្លឺហ្នឹងគាត់តែងដើរកន្លឹងជុំវិញផ្ទះហ្នឹងបាទគាត់ដើរកន្លឹងជុំវិញផ្ទះអានេះអត្តន័យគាត់ទៅជាយ៉ាងម៉េចទៀតទៅបងដែលបានជាគាត់ដើរកន្លឹង គាត់ដើរគឺមានន័យរបស់គាត់ ចា ពេលដែលគាត់ដើរហើយក៏ពួកខ្ញុំអត់មានដឹងចាប់អារម្មណ៍ថាគាត់ដើរដើម្បីអីដែរ ចា គេលោកគាត់ដើរនិយាយទូរស័ព្ទជាមួយនឹងឪពុកម្ដាយរបស់គាត់ឬក៏បងប្អូនសាច់ញាតិរបស់គាត់អីចឹងណា ចាបង ហើយក៏គាត់ត្រូវមានកម្មសិទ្ធិបញ្ញារបស់គាត់ដើរដូចថានិយាយកុំអត់ចង់ឲ្យយើងលឺអីចឹងណា ចា បាទប៉ុន្តែវាមិនអញ្ចឹងគឺពេលដែលគាត់ដើរអញ្ចឹងទៅដូចថាស្អែកឡើងព្រលឹមភ្លឺពេលថ្ងៃអីចឹងពួកខ្ញុំតែងតែដូចថាយើងអ្នកសម្ដែងដឹកនាំរឿងអីចឹងយើងតែងតែដើរហូរប្លង់មែនអត់ ចា យើងដើរហូរប្លង់ណាដែលទំនងនឹងការសម្ដែងរបស់យើងពេលដែលដើរទៅតែងតែឃើញពស់គឺងាប់ពេលពួកបងដើរជុំចង់និយាយថាដើរមើលទីតាំងហ្នឹង ហ្នឹងហើយ គឺឃើញពស់ហ្នឹងងាប់ ហើយទីតាំងកន្លែងហ្នឹងពីដើមមកដែលមានពស់មានសត្វប្រឡត់អីអត់បង ទីតាំងកន្លែងហ្នឹងគឺមានតែផ្ទះគាត់មួយដែលនៅជុំវិញគឺព្រៃជុំវិញផ្ទះគាត់ហ្នឹងគឺចំការហើយជុំវិញចំការហ្នឹងគឺព្រៃ និយាយទៅគាត់ចេះដល់ពេលគាត់ចេះយើងអត់ដឹងថាគាត់ចេះទេលក្ខណៈនេះថាគឺគាត់គឺមានកាន់ជាមួយនឹងព្រាយខ្លា ព្រាយគាត់អ្នកកាន់ផ្ទាល់ហ្មង ហ្នឹងហើយ អូយបងប្អូនហើយគាត់តែលឺថាព្រាយខ្លានេះ
កាន់ ខ្ញុំបាស ជាមួយ រោ នឹង ម ព្រាយខ្លា ចា ហើយកណ្ដាលខ្នងរបស់គាត់គឺមានស័ក្តិពូបខ្លាលក្ខណៈថាខ្លាដូចថាចុះអារបៀបថាអាខ្លាអញ្ចេះហ៎ ចាខ្ញុំយល់បង បាទ ព្រោះអីធ្លាប់ឃើញតាមមិនថា ហ្នឹង នេះធ្លាប់ ហើយ ឃើញក្នុងទូរស័ព្ទដែលគេដាក់មកអារូប ហ្នឹង ខ្លា ហើយ មិនខ្លា អា មិន ស័ក្តិពូ ចា បខ្លាដែលអញ្ចេះហ៎ ចា បាទកណ្ដាលខ្នងគាត់គឺប៉ុន្តែគាត់អត់ងាយដោះអាវឲ្យពីណាឃើញទេ ចា បាទពេលឃើញលុះត្រាតែគាត់មួយទឹកមួយអីពីងក្រៅអីចឹងទៅ ចា អញ្ចឹងឃើញហើយកញ្ញាដឹងមិនអត់ពស់ដែលងាប់ហ្នឹងខ្ញុំតាមតែចិត្តខ្ញុំគិតឲ្យវិភាសាជាមួយនឹងក្រុមការងារអត់ឲ្យគាត់ដឹងទេអាចនឹងគាត់ហើយ គាត់ហើយពស់នឹងហូប ហើយពស់នឹងហូប អូ មានសត្វថ្លែនសត្វពស់ហើយជួនកាលឃើញសាកសពមាន់ដែលមានទំហំប៉ុណ្ណឹង អូ ជុំវិញផ្ទះតែងតែឃើញរាល់ជារៀងរាល់ថ្ងៃ ចង់និយាយថាមិនមែនហូបទាំងអស់ទេគឺហូបហើយហូបតែលាពេលថា ដូចថាគាត់យកតែឈាម យកតែឈាមអូ បតក់ឈាមយកបន្តិចបន្តិចអញ្ចឹង ចាយល់ មិន ហើយ មែ ប ន ង ថាហូបតែទាំងអស់ទេ ចាយល់ មិន ហើយ ស៊ីទាំងអស់ទេគឺដូចថាហែកចឹង ចា ដើម្បីបញ្ជាក់ឈាមអីចឹង ចា បាទអញ្ចឹងប៉ុន្តែម្ចាស់ផ្ទះដែលជា admin ហ្នឹងក៏គាត់មានគ្រូរបស់គាត់ដែរ ចា គាត់មានគ្រូប្រចាំខ្លួនរបស់គាត់ ចា ពេលដែលមានបញ្ហាអីគឺគ្រូគាត់ទេមករើងថាជើងលេខអូនឯងមានបញ្ហានាំមនុស្សដែលមាននេះដូចថានាំ ពួកវិញ្ញាណ នាំ ចា ផលអាក្រក់ចូលផ្ទះអីអញ្ចឹងណា ចា បាទអញ្ចឹងគ្រូគាត់បានទេមកប្រាប់អញ្ចឹងទៅពេលរួចគាត់ចង់ឈ្នះដែរចង់ឈ្នះមនុស្សថាតើមនុស្សហ្នឹងវាខ្លាំងដល់កម្រិតណាគាត់ចង់ដឹង ចាបង ពេលខ្លះខ្ញុំពេលដែលថតចប់ពេលល្ងាចអញ្ចឹងខ្ញុំក៏សម្រានទៅសម្រាននៅផ្ទះខ្ញុំម៉ោង 12 យប់ទូរស័ព្ទខ្ញុំឮគេទេមករើង ចា ហើយ admin ក៏ប្រាប់ថាពូមអូនមកផ្ទះខ្ញុំបន្តិច ម៉ោង 12 យប់ហ្នឹង ហ្នឹងហើយមកផ្ទះខ្ញុំបន្តិច បាយមកទាំងម៉ោង 12 យប់ហ្នឹងហ្មង ខ្ញុំទៅទាំងម៉ោង 12 យប់ អូ ព្រោះថាផ្ទះវានៅជិតគ្នាដែរ អូចិត្តគ្នាដែរ ប្រ ទេ ហែលជាអត់ដល់ 500 ម៉ែត្រទេ អូ បាទខ្ញុំទៅគាត់ម្នាក់ហ្នឹងកំពុងតែគេចាប់គ្នាចង់10នាក់ចាប់អត់ឲ្យផ្កាប់ទេឲ្យគាត់ផ្ងាបើសិនជាផ្កាប់ចាប់គាត់អត់ជាប់ទេ បើសិនជាចាប់គាត់បែបលក្ខណៈថាគាត់កាប់ គឺ ចាប់ អ្នកដែលចាប់គាត់ហ្នឹងគឺទប់អត់ឈ្នះទេ ទប់អត់ឈ្នះទេ តែបើសិនជាគាត់ផ្ងា គាត់ផ្ងា អាចនឹងទប់ ថាលក្ខណៈថាដូចខ្លា ចាខ្លាខ្លាដេកបោះដៃបោះជើង ហ្នឹង អា ហើយ លក្ខណៈ អញ្ នេះ ចឹងវាអត់មានកម្លាំងរើទេ ចា ប៉ុន្តែបើផ្កាប់វិញ គឺកម្លាំង គឺ មាន កម្លាំងខ្លាំងចាប់ 10នាក់គឺចាប់អត់ជាប់ទេ ចា ពេលហ្នឹងគឺខ្ញុំទៅដល់ខ្ញុំឃើញខ្ញុំអូយភូស្វល់ខ្លាចខ្ញុំទៅចាប់គ្រាន់តែចាប់នេះមករៀមដែលខ្ញាំអញ្ចឹងចាប់ដៃយើងនេះចាប់តែម្រាមមួយអត់មកផងអត់ដល់លាវិញផងលក្ខ គាត់ ណៈថា ខ្លាំងហ្មង កញ្ញាំខ្លា ចា បាទគឺខ្ញុំភ័យមែនទែនពេលហ្នឹង តាហើយចង់និយាយ ហើយ ថា ភ្នែកឡើងសអស់ហ្មង បងមានវិធីអីដែលយើងថាឲ្យគាត់និយាយថាឈប់ឲ្យគាត់ធ្វើការងារនឹងលក្ខណៈថាដែលដឹងហើយឮហើយឲ្យគាត់ឈប់ពីការងារនឹង អាហ្នឹងហើយដែលពិបាកនៅក្នុងក្រុមការងាររបស់ខ្ញុំគឺថាចង់ដេញគាត់ក៏ពិបាក ចា ចង់ទុកគាត់ឲ្យនៅក៏ពិបាក ចា បាទពេលហ្នឹងចុះពីដើមឡើយមកគាត់មិនមានសង្សារជាមួយនឹងពួកម៉ាក់ប្អូនខ្ញុំ ចា បាទអញ្ចឹងគឺគាត់តាក់ទងគ្នាមិនដឹងថាម៉េចទេគាត់ក៏
ទៅបាត់មួយរយៈគាត់យកប្អូនស្រីហ្នឹងទៅបាត់មួយរយៈបាទគាត់យកទៅបាត់មួយរយៈអញ្ចឹងទៅអឺបងអេដមីនខ្ញុំគាត់ថាបើគាត់ទៅបាត់ក៏ល្អដែរចាប៉ុន្តែគាត់ដឹងថាគាត់នឹងមកវិញបងអេដមីននឹងដឹងទៀតដឹងថាបងដែលជាព្រាយខ្លាំងចាដែលជាគាត់នឹងមកវិញចាគាត់នឹងមកវិញប៉ុន្តែពេលដែលមកវិញក៏គាត់អត់ទទួលដែរព្រោះថាគាត់នៅមានតែរឿងគាត់ដូចថាគាត់ដឹកនាំរឿងអញ្ចឹងទៅគាត់ឆ្លោះជាមួយនឹងក្រុមការងាររបស់យើងអត់ដឹងទិសតំបន់អីទេព្រោះគាត់នេះដូចវាទៅថាពេលដែលគាត់ជាគាត់គឺគាត់ slow គាត់ចិត្តល្អត្រូវអត់បងតែដល់ពេលដល់ម៉ោងដល់ពេលដែលជាព្រាយខ្លានឹងសន្ធិដ្ឋគាត់គាត់ទៅជាមនុស្សផ្សេងទៀតអញ្ចឹងហើយពិបាកធ្វើការជាមួយអញ្ចឹងបានខ្ញុំសួរបងថាចេះតើមានវិធីអីដើម្បីឲ្យគាត់នឹងឈប់បានបើកាលណាយើងទៅឈប់គាត់ទាំងដែលគាត់នៅត្រឹមតែជាមនុស្សសាមញ្ញនិយាយថាខុសពេលដែលដឹកនាំរឿងនឹងចេះទៀតពេលដែលគាត់ពេលថ្ងៃក្តៅខ្លាំងគាត់អត់ចេះទាំងស្រែកទឹកទៀតគាត់ដឹកនាំដូចថាប្រជាយើងឲ្យធ្វើនេះធ្វើនោះឲ្យសំដែងចេះសំដែងចោះហ្នឹងគាត់អត់ស្រែកទឹកអត់អីទាំងអស់ចាប៉ុន្តែយើងនៅក្រាលក្តៅដូចថាបើកថ្ងៃមកក្រាលថ្ងៃត្រង់អញ្ចឹងយើងក្តៅចឹងមកប៉ុន្តែគាត់អត់ស្រែកទឹកអត់អស់កម្លាំងអត់ហត់អត់ហ្នឹងហើយអត់ទាំងអស់គឺគាត់ធម្មតាចង់បានខ្ញុំចង់សួរបងដល់ពេលខ្លាចតែគាត់និយាយថាគាត់ចងចិត្តចងគំនិតណាប្រិយមិត្តគាត់ចងចិត្តចងគំនិតទៅបាយជាខឹងបាយជាគុំគួនគាត់ថាពួកបងនេះនាំគ្នាធ្វើបាបគាត់វិញអារឿងប្រឈប់គាត់ពីការងារអារឿងលក្ខណៈដូចថាដឹងហើយឮហើយវាថាខ្លួនគាត់ក៏អត់ចង់ឲ្យណាគេដឹងទេគាត់ខឹងចាហ្នឹងហើយគាត់ខឹងខ្លាចតែគាត់មកធ្វើបាបអញ្ចឹងបានខ្ញុំចង់សួរបងថាពេលដែលគាត់ចេញទៅវិញបាត់ថាគាត់នឹងមានមកររឿងមានមកដើម្បីលក្ខណៈថាលេងវិញលក្ខណៈលេងចង់សាកថាមិនបានហ៊ានលេងគាត់ទាំងដែលគាត់ជាមានចាមានមុនខ្មៅចាមុនខ្មៅហើយមិនក៏ហ៊ានមួយគាត់ម្លេះបាទកន្លែងហ្នឹងគឺខ្ញុំចង់បញ្ជាក់ប្រាប់ទៅប្រិយមិត្តទាំងអស់គ្នាថាពេលដែលគាត់មកវិញពេលដែលគាត់យកប្អូនស្រីហ្នឹងមកឲ្យឪពុកម្ដាយគាត់វិញគឺគាត់បងអេដមីនខ្ញុំហ្នឹងក៏អត់បានទទួលគាត់មកក្នុងក្រុមវិញដែរចាគឺគាត់មានរឿងអាស្រូវហើយអញ្ចឹងគាត់ក៏មិនឲ្យនៅទេគឺគាត់សូមជូនលុយប៉ណេះឲ្យគាត់ទៅវិញទៅចាជូនលុយហើយក៏ប្រាប់លក្ខណៈថាមិនឲ្យគាត់ធ្វើការតទៀតអញ្ចឹងទៅណាបាទមិនឲ្យគាត់ធ្វើការអញ្ចឹងក៏គាត់មានចិត្តថាចងគំនុំជាមួយនឹងក្រុមយើងអូអញ្ចឹងបានគេថាគាត់មានចិត្តមួយខឹងចងចិត្តចងគំនុំអញ្ចឹងបាទពេលដែលអញ្ចឹងពេលដែលបន្ទាប់គឺគាត់ចេញទៅពីក្រុមហ្នឹងប្រហែលជាបានថា2 ខែអេដមីនរបស់ខ្ញុំក៏អត់មានឈឺអីទេពេលដែលគាត់ហូបបាយដូចថាថតចប់អីចប់អញ្ចឹងទៅពួកខ្ញុំទៅសម្រាប់អស់អញ្ចឹងទៅគាត់ចាប់ដើមនិយាយជាមួយនឹងឪពុកម្ដាយរបស់គាត់តាមទូរស័ព្ទហ្នឹងចាពេលដែលគាត់ហូបបាយហើយគឺគាត់និយាយពេលហ្នឹងប្រពន្ធគាត់ថាពេលដែលនិយាយគឺបាត់សលេងគាត់បាត់សម្លេងតែចឹងនិយាយថាបាត់សលេងបាត់គាត់បាត់មាត់បាត់កមែនគឺមួយក៏និយាយទៅវាដាច់ដូចថាបាត់សលេងគាត់នៅលើខតគាត់និយាយលេងចាញ់ហ្មងគាត់និយាយលេងចាញ់គឺគាត់ត្រង់ដៃត្រង់ជើងដាច់ចោលបាត់អូអានេះលក្ខណៈថាបើសិនជាអ្នកដែលគាត់ជឿលើអបិយជំនឿគាត់នឹងយល់ដូចខ្ញុំកំពុងតែយល់នេះថាខាងបងប្រុសដែលជាព្រាយខ្លាធ្វើបាបលេងធ្វើបាបតែបើសិនជាអ្នកដែលគាត់អត់ជឿគាត់ជឿខាងវិទ្យាសាស្ត្រគាត់គិតថាបងប្រុសហ្នឹងកៀងបេះដូងចាកៀងបេះដូងឬមួយក៏ខ្យល់កតែយើងមិនមែនថាឲ្យជឿទៅមួយខាងអត់មួយខាងទេយើងយកគេថាគេ
អាគុំផ្សំអាយ៉ុះយើងជឿអបិយជំនឿក៏យើងជឿវិជាសាស្ត្រក៏យើងជឿ ហ្នឹងហើយពុកម៉ែបងប្អូនរឿងមានបន្តទៀតពេលដែលគាត់ស្លាប់គឺមុនពេលដែលគាត់ស្លាប់គាត់តែងតែប្រាប់ខ្ញុំថាពូមអូនណាមនុស្សយើងធ្វើតែល្អដាក់គ្នាទៅមើលមិនឃើញទេមិនដឹងងាប់ថ្ងៃណាទេចាគាត់តែងតែប្រាប់ជារឿយៗអញ្ចឹងបាទហើយខ្ញុំនេះចិត្តបានបងអញ្ចឹងណាចាបង ហើយគាត់ក៏ប្រាប់ហើយគាត់ឲ្យញឹមញែមដាក់អញ្ចឹងទៅហើយដល់ពេលដែលគាត់ស្លាប់ពឹបពេលដែលគាត់បាត់បង់អាយុជីវិតហ្នឹងពេលដែលថ្ងៃបុណ្យដែលបងប្អូនដែលហែជុំវិញមែនដើម្បីលើកគាត់តម្កល់លើមែនណាចាកញ្ញាដឹងខ្ញុំមិនចត់ខ្ញុំពេលហ្នឹងខ្ញុំខំតាំងអារម្មណ៍ខ្លួនឯងតែប៉ុន្តែមិនដឹងមិនខ្ញុំចាប់ដើមសើចវល់មុខបែកញើសបើនេះវិញនេះនិយាយថាចិត្តគំនិតខ្ញុំគិតថាមកពីបងនៅជាមួយបងអេដមីនច្រើនដូចអញ្ចឹងហើយវាដូចជាបងប្អូនវាក្តុកក្តួលអារម្មណ៍ដូចជាបងប្អូនចាប៉ុន្តែខ្ញុំក្តួលអារម្មណ៍ដូចថាអ្នកផ្សេងឬក៏បងប្អូនសាច់ញាតិខ្ញុំបង្កើតនេះខ្ញុំមិនដែលមានអារម្មណ៍ថាអញ្ចឹងក្តុកក្តួលអញ្ចឹងក្តុកក្តួលពេលហ្នឹងគឺខ្ញុំតាំងអារម្មណ៍ថាខ្ញុំមិនអីទេខ្ញុំធម្មតាចាប៉ុន្តែហេតុអីក៏ខ្ញុំញ័រដៃញ័រជើងសើចបែកញើសហើយលក្ខណៈថាយូរទៅវាចង់បាំងអាងឹតឆឹងហ្មងវាចង់អាងឹតមុខដួលភីងហ្មងចាបាទនិយាយរួមទៅបងអានេះយកគំនិតខ្ញុំណាថាគាត់លេងបងអេដមីនហ្នឹងអញ្ចឹងគាត់ចង់លេងមួយទៀតបាទអានេះគំនិតខ្ញុំទេដោយសារអីព្រោះយើងដូចខ្ញុំនិយាយមុននឹងអញ្ចឹងថាអបិយជំនឿក៏យើងជឿវិជាសាស្ត្រក៏យើងជឿតែវាចៃដន្យពេកហ្មងទាំងដែលខ្លួនយើងជាមនុស្សដែលអត់មានឈឺអីសោះបាទអត់មានឈឺអីសោះនៅធ្វើការធម្មតានិយាយលេងធម្មតាអីធម្មតាតែបែរជាម្ដងងឹតសូនឈឹងមើលអីក៏មិនឃើញវាថាកម្រិតខ្យល់ភ្លាមហើយពុកម៉ែបងប្អូនទាំងអស់គ្នាពេលដែលគាត់អាហ្នឹងពេលដែលខ្ញុំសើចហើយខ្ញុំបានត្រឡប់មកផ្ទះខ្ញុំវិញហើយខ្ញុំមកដល់កុកខ្យល់កុសអីវាយើងស្រាក់វិញកញ្ញាចាមិនដឹងថាខ្ញុំអត់ងុយឬក៏មិនទេដែលនិយាយថាហើយខ្ញុំអ៊ំរបស់ខ្ញុំហ្នឹងគាត់មានប្រដាប់ស្ទង់ឈាមចាពេលដែលគាត់ពិនិត្យទៅគាត់ថាឈាមឯងឡើងខ្ញុំអត់ដែលមានអាការដាក់បែបហ្នឹងទាំងអស់គាត់ស្ទង់ឈាមមើលគាត់ប្រដាប់ហើប៉ុសចាប្រដាប់ពេលហើប៉ុសដល់ពេលហើយគាត់ថាឈាមឯងឡើងអញ្ចឹងបានហើយយើងសើចអាងឹតមុខអីអញ្ចឹងណាចានេះបើគាត់ជានិយាយថាយើងបានវាស់ឈាមបានពិនិត្យអីទៅវាតាមវិជាសាស្ត្រហើយអញ្ចឹងគេថាអាឈាមយើងឡើងបានយើងទៅជាអញ្ចឹងហើយក៏ព្រឹកឡើងអញ្ចឹងទៅប៉ុនគាត់ក៏មិនទាន់ចប់ខ្ញុំក៏ទៅដុតធូបដុតអីឲ្យគាត់អាហោសកម្មឲ្យយើងសុំសុខសប្បាយអីអញ្ចឹងទៅក៏ស្ងាត់ទៅហើយពេលដែលប៉ុនចប់សពគ្រប់អីប្រពន្ធរបស់គាត់គាត់ទៅហៅគ្រូមើលគាត់ទៅហៅគ្រូឲ្យដូចថាដើម្បីគេហៅថាបញ្ចូលរូបចាគេជន់រូបចាគេហៅជន់រូបអត់ចូលទេអត់ចូលខ្មោចនឹងគឺមកអត់បានអាហ្នឹងគឺវាមានដួងព្រលឹងហ្នឹងគឺមកអត់បានហៅមកចូលគឺអត់ចូលហ្មងអាហ្នឹងតាមតែខ្ញុំឮណាបងមានគេឃុំព្រលឹងគាត់ហ្នឹងហើយគេឃុំព្រលឹងចាហើយសួរថាអ្នកណាអ្នកឃុំព្រលឹងគ្រូហ្នឹងក៏បានគ្រូហ្នឹងគាត់មើលទៅគាត់ថាក្រុមការងារដែលនៅក្នុងហ្នឹងឯងមើលដឹងដែរបាទតែមានវិធីអីដែលអាចជួយរំដោះព្រលឹងគាត់បានទៀតអត់បងអាហ្នឹងក៏ខ្ញុំមិនដឹងដែរមិនដល់រាល់ថ្ងៃប្រពន្ធគាត់ខ្ញុំជួបប្រពន្ធគាត់ពេលដែលខ្ញុំទៅស្រុកអីចឹងជួបប្រពន្ធគាត់គាត់តែងតែប្រាប់ខ្ញុំថាគាត់នៅតែយល់សពឃើញប្តីគាត់ជារៀងរាល់យប់គាត់នៅតែយល់សពឃើញបាទចាដោយសារតែជីវិតប្តីប្រពន្ធគឺគាត់ស្រឡាញ់គ្នាបានដល់ឋានៈការមួយគ្នា
ចឹងហើយអារម្មណ៍ជាប្រពន្ធអត់តាន់អស់ចិត្តពីប្តីអារម្មណ៍ជាប្តីក៏អត់តាន់អស់ចិត្តពីប្រពន្ធ មិនដឹងថាពលឹងគាត់បានតែចាប់ជាតិហើយនៅជួនកាលគាត់ខ្លះពេលខ្លះក៏គាត់យល់សប្តិឃើញថាឲ្យជួយគាត់ផងគាត់ពិបាកណាស់គាត់អត់ចង់ឃ្លាតពីកូនអីអញ្ចឹងណា ចា ពេលខ្លះក៏មកទៅអត់មាននិយាយអីក៏ញឹមញែមដាក់គាត់អីអញ្ចឹងទៅ ចា អាហ្នឹងតាមតែគាត់បានប្រាប់ខ្ញុំអញ្ចឹងពេលដែលគាត់ជួបខ្ញុំគាត់តែងតែអូនអើយធ្វើម៉េចស្ដាយមនុស្សដែលចេះដឹងដែលចេះធ្វើសពគ្រប់ស្អីក៏គាត់ចេះដែរ ចាបង បាទហើយខ្ញុំនិយាយពេលដែលចប់បនគាត់ហើយគ្រប់3ថ្ងៃអីចឹងណាគឺគាត់ខ្ញុំតែងតែឮសំឡេងគាត់ហើយនឹងដូចថាឃើញស្ទង់ពេលហ្នឹងគឺខ្ញុំនៅគេងក្រុមផ្ទះទេ ចាបង ខ្ញុំផ្ទះខ្ញុំលើកមានក្រែកខាងក្រោមអីចឹងទៅខ្ញុំអត់ដែរឡើងទៅគេងលើផ្ទះទេគឺខ្ញុំចងកូនមុងមួយនឹងគេងលើក្រែនៅក្រោមផ្ទះនឹងឯង ចា ពេលដែលខ្ញុំគេងអញ្ចឹងទៅជួនកាលឃើញស្ទង់អញ្ចឹងទៅឮសំឡេងល្វើយអើយពូមអូនអើយពូមអូន គាត់និយាយថានេះគាត់មកជាលក្ខណៈសំឡេងអត់មានជារូបភាពអីទាំងអស់មែនទេបង ដល់ពេលដែលខ្ញុំបើកភ្នែកកលេចទៅដូចថាមើលតាមសំឡេងហ្នឹងឃើញស្ទង់ទៅណា អូ បាទ គាត់ណាគាត់មកនេះគាត់មិនមែនជាលក្ខណៈមកលងបន្លាចទេត្រូវអត់បងគាត់គ្រាន់តែមក ដូចថាគាត់នឹកអលឹក ចានឹកអលឹក ញាតិ ចា ឬក៏មនុស្សដែលធ្លាប់ស្គាល់អីចឹងទៅ ចា បាទហើយអញ្ចឹងរឿងហ្នឹងគឺវាមានប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាគឺការលងបន្លាចគឺគាត់អត់សូវមានទេប៉ុន្តែប្រវត្តិដែលដូចថាព្រាយខ្លាដែលគាត់ខុសមាត់ខុសកឬក៏គាត់ចង់ផ្ចាញ់ផ្ចាលជាមួយនឹង ចា មនុស្សយើងធម្មតាអញ្ចឹងទៅអញ្ចឹងដូចថាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏ប្រិយមិត្តទាំងអស់គ្នាជួបនៅពពួកមនុស្សបែបហ្នឹងសូមផ្ដាំទៅពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យបរវាសជិះឆ្ងាយ ចា កុំឲ្យដូចថាជួបអីបាទ ចាហើយនេះពួកយើងធ្វើកម្មវិធីនេះឡើងផងដែរក៏បានដូចជាចែកម្លែកដល់បងដែលគាត់ថាចង់សាកចង់ចេះចង់ដឹងអារឿងផ្លូវងឹត បាទ ចាបើសិនជាយើងគេមិនប៉ះពាល់យើងគឺយើងកុំទៅប៉ះពាល់គេអី ហ្នឹងហើយ យើងសាងតែល្អធ្វើតែល្អបើសិនយើងសាងល្អធ្វើល្អយើងគិតរឿងល្អវាល្អសម្រាប់យើងទៅថ្ងៃមុខឬមួយក៏ទៅដល់ជាតិមុខតែបើយើងគិតអាក្រក់សាងអាក្រក់គេមិនធ្វើអីយើងផងយើងគ្រាន់តែឃើញគេយើងចង់សាកគេចង់ធ្វើបាបគេវាគឺជាកម្មពៀផលយើងកម្មផលផលយើងអញ្ចឹងសូមបងប្អូនបវាជាឆ្ងាយអារឿងដែលគិតអាក្រក់ប៉ងអាក្រក់លើគេរឿងណាដែលមិនល្អសូមបងប្អូនកុំយកគំរូតាមកុំធ្វើឲ្យសោះ ជាមួយនឹងទង្វើដែលមិនល្អ ចា៎ នៅក្នុងសង្គមទាំងអស់គ្នាបាទអញ្ចឹងពីកម្មវិធីនេតិរឿងពិតតាមភូមិក៏ដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់ក៏សូមអធិស្ឋានអភ័យទោសដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាជាមួយនឹងកម្មវិធីរបស់យើងខ្ញុំអញ្ចឹងពីកម្មវិធីនេតិរឿងពិតតាមភូមិក៏សូមបញ្ចប់តែត្រឹមនេះ